ខ្ញុំកំពុងតែស្ថិតនៅមុខវត្តចន្ទបជោតនារាមហើយវត្តសតហើយថ្ងៃនេះឃើញថាការចាក់កស៊ូបានមកដល់ផ្លូវខាងមុខហើយគឺខាងគ្រឿងចាក់កំពុងតែធ្វើការបោសសម្អាតឥឡូវទៅតាមដានទស្សនាវីដេអូនៅផ្ទៃខាងក្នុងទាំងអស់គ្នាបងប្អូននិយាយតាបាទចង់ដឹងថាតើដំណើរការយ៉ាងណាថ្ងៃនេះបងប្អូនទាំងអស់គ្នានេះគឺជាផ្លូវចូលទៅកាន់វត្តហើយចង់ដឹងថាតើវត្តថ្ងៃនេះដំណើរការបានប៉ុណ្ណាឯប៉ុណ្ណានោះបងប្អូនទៅតាមដានទស្សនាមួយខ្ញុំទាំងអស់គ្នាឥឡូវបើយើងមកដល់ផ្ទៃខាងនេះនៃវត្តវិញឃើញថាការចាក់ដីការដឹកដីហ្នឹងគឺថាកំពុងតែមកមានញឹកមែនតែម្ដងនៅបរិវេណនេះហើយផ្លូវខាងក្នុងនេះគឺថាបានចាក់កស៊ូចាក់អីរួចរាល់ហើយបាទដូចពុកម៉ែបងប្អូននិយាយតាបានឃើញអញ្ចឹងនេះគឺជាច្រកចូលនៃខ្លងទ្វារទី1បាទខ្លងទ្វារទី1ហើយនេះបាទជាប់ជាមួយខ្លងទ្វារទី1នេះគឺមានការសាងសង់នៅចេតិយបាទចេតិយខាងនេះចឹងចេតិយនេះគឺរួចរាល់បានប៉ុណ្ណឹងឯងពុកម៉ែបងប្អូននិយាយតាទាំងអស់គ្នាបាទបរិវេណនេះជាប់ជាមួយនឹងលបងតែម្ដងហើយនោះគឺជាទស្សនវិជ្ជាផ្ទៃខាងក្នុងកន្លែងជួរខាងនេះគឺបានរៀបចំដាំដើមឈើដើមអីនេះបានស្អាតទេបងប្អូនទាំងអស់គ្នាបាទដូចខ្ញុំបានប្រាប់អញ្ចឹងកន្លែងនេះគឺដាំដើមឈើបែបនេះបាទសោះស្អាតមែនតែម្ដងថ្មីទេនេះបាទទៅតែដាំថ្មីទេមកជួរនឹងតែម្ដងបងប្អូនទាំងគ្នានេះបាទដាំតាមជួរនឹងមួយខ្សែអញ្ចឹងបន្តិចទៀតប្រហែលជាអាចមានដាំស្មៅដាំអីនៅក្រោមនេះទៀតអូមើលមន់ដើរលេងកំសាន្តបាត់តូនបាត់តូនពេលនេះបាទមកពីវិញនេះបាទអញ្ចឹងនេះគឺជាបរិវេណកន្លែងព្រះវិហារកំពុងតែធ្វើការឈូសឆាយកាយណាហើយរោងថ្ងៃមុនអត់ទាន់រុះហើយទេបងប្អូនអ្នកនេះរោងថ្ងៃមុនអត់ទាន់រុះហើយទេនៅនឹងឡើយទេនេះកាលក្រុងពលីចឹងនេះគឺជាបរិវេណកន្លែងដាំឈើបាទជាប់ជាមួយនឹងលបងនោះគឺដាំបានច្រើនហើយបន្ទាប់ពីចាក់កស៊ូហើយនេះគឺជាការកាយនៅដីកន្លែងព្រះវិហារណាពុកម៉ែបងប្អូននិយាយតាអស់គ្នាបាទនេះជាប់ជាមួយនឹងខ្លងទ្វារទី2ហើយនេះពុកម៉ែបងប្អូនដឹងហើយគឺជាកន្លែងដាក់នៅតម្កល់នៅការបញ្ចុះបឋមសិលាណាបាទបញ្ចុះបឋមសិលាកសាងនៅប្រាសាទប្រភូមិនេះបាទហើយកន្លែងនេះគឺមានដីកលុកចឹងហើយឥឡូវឡានដឹកដីនោះគឺបានដឹកចូលមកចាក់បំពេញបន្ថែមយើងមើលពីខាងនេះចេញទៅខាងក្រៅបាទជួរជាមួយនឹងខ្លងទ្វារទី1នោះគឺកំពុងតែដាំបាទបានដាំរួចរាល់ហើយនៅដើមឈើជាច្រើននោះមកជួរស្អាតមែនតែម្ដងហើយឡានគាត់ចេញចូលចាក់ដីចាក់អីពេញបន្ថែមទៅអញ្ចឹងឥឡូវនេះខ្ញុំនឹងនាំពុកម៉ែបងប្អូននិយាយតាទៅតាមដានផ្លូវកស៊ូមួយខ្សែនេះបាទផ្លូវកស៊ូមួយខ្សែនេះដែលបានចាក់កស៊ូចាក់អីរួចរាល់ហើយកន្លែងហ្នឹងក៏មានចន្លោះសម្រាប់ដាំដើមឈើដាំសួននេះដែរបាទអញ្ចឹងចង់ដឹងថាតើទស្សនវិជ្ជាថ្ងៃនេះយ៉ាងណាជាមួយនឹងកម្មវិធីជាមួយនឹងទស្សនវិជ្ជានៅវត្តពុកម៉ែបងប្អូននិយាយទៅតាមដានទស្សនាខ្ញុំអរគ្នាហើយកន្លែងនេះគឺបានចាក់បំពេញបន្ថែមនៅដីបាទចាក់ដីបំពេញបន្ថែមយ៉ាងច្រើនតែម្ដងដល់កន្លែងសាលាលួងទៀតបាទសាលាលួងក៏កំពុងតែចាក់ដីដែរបាទកំពុងចាក់ដីយ៉ាងច្រើនដែរនេះនៅជាប់ជាមួយសឡុំអញ្ចឹងទស្សនវិជ្ជាថ្ងៃនេះឃើញថាមមាញឹកធ្វើគ្រប់កន្លែងតែម្ដងនៅក្នុងបរិវេណនេះហើយកន្លែងនេះគឺមានថ្មម៉ាតថ្មយ៉ាងច្រើនសម្រាប់ត្រៀមក្រាលនោះឥឡូវគឺដបូលសាលាលួងបាទដបូលសាលាលួងបានប៉ុណ្ណឹងហើយជាប់មួយសាលាលួងនោះឃើញអត្រាក់បាទកំពុងតែឈូសឆាយនេះកំពុងឈូសឆាយកិនហ្នឹងបាទទស្សនវិជ្ជាថ្ងៃហ្នឹងបែបនេះឯងនៅបរិវេណក្នុងវត្តហើយពុកម៉ែបងប្អូនប្រកាសជាចង់ដឹងហើយអំពីទស្សនវិជ្ជាខាងក្នុងបាទកន្លែងអាស្រមលើសួងណាឥឡូវខ្ញុំអស់ពីហ្នឹងទៅបង្ហាញទស្សនវិជ្ជានៅខាងក្នុងបន្តិច
ចឹងថ្ងៃហ្នឹងគឺនៅតែបន្តដំណើរការសាងសង់អីហូរហែបាទច្រើនហូរហែដែរទេហើយកន្លែងនេះក៏មានថ្មម៉ាតដែររួមជាមួយនឹងក្បឿងនេះក្បឿងដើម្បីប្រក់ជាមួយសាលាលួងនេះបាទហ្នឹងគឺក្បឿងហើយនៅជាងនៅខាងលើនៅជាងខាងលើពេលយើងមកដល់អាស្រមរបស់លើសួងម្ដងនេះគឺមានឃើញស្ដាច់មន់មួយគូធំតែម្ដងហើយបងគាត់កំពុងតែឈូសឆាយដីកាយកន្លែងហ្នឹងហើយយើងឃើញថាមានរថយន្តព្រះអង្គនៅមុខជាមួយនឹងសាលាឆាន់នៅក្នុងមហាកតតែម្ដងមុខមហាកតណាពាក់ព័ន្ធជាមួយនឹងសាលាលួងវិញនេះឃើញថាជាងគាត់កំពុងតែប្រក់បាទប្រក់មិនមែនប្រក់ទេគឺចាប់ក្បាច់នេះពុកម៉ែបងប្អូនឃើញក្បាច់ដបូលហ្នឹងនៅកន្លែងហ្នឹងបាទអញ្ចឹងនេះគឺទស្សនវិជ្ជាមកជុំនៅកន្លែងមុខមហាកតថ្ងៃនេះបាទបង្ហាញចែកជូនពុកម៉ែបងប្អូនអ្នកគ្នាបានទស្សនាអញ្ចឹងនៅមុខអគារចិនរាំងសីនេះបើពុកម៉ែបងប្អូននិយាយតាយើងគាត់អញ្ជើញមកហើយយើងឃើញមានគំនូរជាច្រើននៅមុខហ្នឹងមិនមែនគំនូរបានន័យថាជាប្លង់ 3D ណាពេលដែលធ្វើហើយទស្សនវិជ្ជាពេលយប់គឺភ្លឺស្អាតអញ្ចឹងហើយនៅបរិវេណនេះគឺខាងមុខគឺបានប៉ុណ្្នឹងហើយឥឡូវគឺថាដូចជាហើយអស់លីងតែម្ដងជាមួយនឹងថ្នល់កស៊ូហ្នឹងគឺចាក់គ្រប់ទឹកគ្រប់ទីតែម្ដងពុកម៉ែបងប្អូននិយាយតាទាំងអស់គ្នាបាទនៅក្នុងវត្តហ្នឹងគឺរួចរាល់អស់ហើយអាចបើកឡានបើកអីដំណើរការបានគ្រប់ទីកន្លែងតែម្ដងនេះចំនេះជាមួយនឹងខ្លងទ្វារទី4បាទទី4នៅខាងមុខហ្នឹងយើងឃើញមានអិចនោះកាយកិននៃយ៉ាងច្រើនហើយកន្លែងនេះគឺជាផ្លូវបាយជា4បាទផ្លូវបាយជា4បានគ្រប់ទិសតែម្ដងនេះអញ្ចឹងនៅពេលដែលបងប្អូនមកឈរកន្លែងខ្លងទ្វារទី4គឺឃើញរូបភាពបែបនេះឯងបាទរូបភាពអញ្ចឹងហើយនេះគឺជាផ្ទះបាយកន្លែងនោះគឺផ្លូវទៅផ្ទះបាយហើយនេះនឹងបន្ទប់ទឹកនេះខ្លងទ្វារទី4អានេះកន្លែងនេះគឺផ្លូវបាយជា4ណានេះខ្ញុំបង្ហាញពីខ្លងទ្វារទី3តិចនៅចំត្រង់កន្លែងហ្នឹងហើយថ្ងៃនេះអត់សូវមានពុទ្ធបរិស័ទអីយើងគាត់អង្គុយរងចាំអីទេស្ងាត់ទេវត្តមួយរយៈនេះជាវីដេអូដែលខ្ញុំបង្ហាញពីការចាក់កស៊ូនៅខាងមុខផ្លូវខាងក្រៅណាបងប្អូនអរគ្នានេះកន្លែងស្ពាននៀកមុខស្ពាននៀកគឺថាចាប់ផ្ដើមចាក់កស៊ូហើយជាមួយនឹងគ្រឿងចាក់ជាច្រើនទៀតនោះទៅដល់កន្លែងទំនប់ទឹកបាទនោះកន្លែងទំនប់ទឹកនេះបាទនេះគឺកន្លែងទំនប់ទឹកហើយអញ្ចឹងឃើញថាដំណើរការមួយរយៈនេះមកមានញឹកខ្លាំងមែនតែនតែម្ដងបាទមានញឹកខ្លាំងមែនតែនតែម្ដងនេះបាទចឹងអរគុណច្រើនបងប្អូនអរគ្នាខ្ញុំបញ្ចប់ដំណឹងចាស់វីដេអូនេះ